ngày nay nhung đang mở sầm rải mang cả đây lõ bên té đôi dại đôi xa tay khơi ở TikTok bông để có thò tới nhung có sầm rải cho thơ đây ឈប់សិនអាប៉ែអ្នកគូមែនកាមួយនេះត្រូវបានគេ ban ដោយសារតែរូបគំនូរដែលគាត់គូមកនឹងគឺសាហាវខ្លាំងពេកគាត់មានឈ្មោះថា Takuya Yakyu ហើយ manga ដំបូងរបស់គាត់គឺឈ្មោះថា Nemesis ចេញបានតែ4 volume ទេប្រហែលជា45 chapter ត្រូវបាន Shonen Jump ban ចោលហើយមូលហេតុគេថាសាច់រឿងរបស់គាត់នឹងអត់សូវលយក៏ប៉ុន្តែអ្នកមើល manga គាត់មានច្រើនដោយសារតែរូបគំនូររបស់គាត់គឺគូមកសាហាវពេកមើលមកវាដូច real បរោយខឹងចិត្តពេកដូរអាជីពបរោយទៅគូ Gun តៃវិញហើយ ប៉ុណ្ណឹងបានហើយតើយើង let's go ផ្ដើមស្អីរបស់យើងមកយើងឃើញតួអង្គពីរនាក់ឈ្មោះអានិងគីជីរ៉ាដើរសម្រាប់ពីងាកតាំងពីត្រីឆ្លាមជាដើមអស់ចាណាស់មិននឹកស្មានថាមានមនុស្សអាចសម្លាប់ខ្ញុំបានទេពួកគេក៏កំចាត់មេតបិសាចបានពួកយើងធ្វើបានហើយតែយ៉ាងម៉េចហើយមានម៉េចគ្រាន់តែមានលបួទីទួយណាគីជីរ៉ាអាបិសាចនេះខ្លាំងមែនតើបិសាចដែលមានឈ្មោះបែបនេះគឺពិតជាខ្លាំងមែនតើក្នុងចំណោមកងទ័ពបិសាចសូលពួកឯងទាំងពីរគឺជាអាសនឹងគីជីរ៉ាមែនចុយអានេះនៅរស់អញធ្លាប់ដឹងឈ្មោះពួកឯងពីមុនមកអាអ្នកចម្បាំងអានិងអ្នកចម្បាំងគីជីរ៉ាឈ្មោះអ្នកចម្បាំងដែលល្ងងចង់កំចាត់ស្ដេចវិសាយដ៏អស្ចារ្យផងជាមួយសមត្ថភាពបែបនេះនឹងមិនអាចជោគជ័យបានទេជាមួយនឹងស្គីរបស់ពួកឯងទាំងពីរនេះពួកឯងទាំងពីរមិនមែនជា hero Leo ស្អីគេតើអ្នកឯងកំពុងនិយាយអីកុំនិយាយឈ្មោះហ្នឹងនៅចំពោះមុខយើងបើជាធ្វើប្រងើយកន្តើយបែបនេះចូលដល់កន្លែងនេះឃើញនារីម្នាក់កំពុងចម្បាំងមួយ Goblin វាមិនមែនជាអ្នកចម្បាំងមីឡនទេយើងនឹងងាយស្រួលកំចាត់បានវាមិនបាក់ទេអាទេធំហ៎អរគុណមែនតើអរគុណដែលបានជួយខ្ញុំគិតថាពួកវាថាំងនឹងដោយសារតែអាយក្រោះដែលអ្នកឯងពាក់ហ្នឹងហើយបើទៅអីគេវាជារឿងធម្មតាដែលខ្ញុំត្រូវការពារខ្លួនខ្ញុំជាមួយនឹងអាយក្រោះជាធម្មតាខ្ញុំមិនតែចូលចិត្តពាក់វាទេហ្នឹងហើយវាគ្មានអីទេមានតែអាយក្រោះហ្នឹងឯងដែលពាក់ទៅសមជាមួយខ្ញុំដល់ពេលដែលខ្ញុំត្រូវណែនាំខ្លួនរបស់ខ្ញុំគឺជាអ្នកប្រមាញ់កងទ័ពយៈនៃកងទ័ពបិសាចស្រុកកំណើតរបស់ខ្ញុំផ្ទះរបស់ខ្ញុំគ្រួសាររបស់ខ្ញុំត្រូវបានពួកវាកំទេចអស់ទៅហើយសូម្បីតែទីក្រុងនេះក៏ជួបវាសនាដូចគ្នាដែរវាបានខ្លាចជាបែបនេះគឺដោយសារតែពួកបិសាចទាំងអស់នោះអូមិនមែនហើយតើអាចឲ្យខ្ញុំស្គាល់ឈ្មោះអ្នកបានទេខ្ញុំចង់ដឹងឈ្មោះរបស់អ្នកមានគុណខ្ញុំខ្ញុំគីជីរ៉ានិងគីជីរ៉ាខ្ញុំដូចជាធ្លាប់ឮឈ្មោះអ្នកពីមុនមកនិងគីជីរ៉ាគឺជានិងគីជីរ៉ានឹងឯងតើនាងស្គាល់ពួកយើងមែនហើយខ្ញុំអ្នកឯងគឺជាអ្នកចម្បាំងដ៏ល្បីខ្ញុំឮថាអ្នកឯងហ្នឹងគឺដើរជុំវិញពិភពលោកដើម្បីកម្ចាត់កងទ័ពបិសាចណានិងបិសាចអាយក្រោះស្ដេចត្រីឆ្លាមពិតមែនហើយនឹងគីជីរ៉ានាងកើតអីហ្នឹងដោយសារតែសមត្ថភាពរបស់អ្នកខ្ញុំចង់ស្នើសុំអ្នកមួយបានទេខ្ញុំចង់ឲ្យអ្នកទៅជួយកម្ចាត់ពួកកងទ័ពយក្សថ្មតើបានអត់គឺថាបើសិនជាខ្ញុំទៅប្រយុទ្ធម្នាក់ឯងគឺឱកាសឈ្នះវាតិចតួចណាស់អំឡុងពេលដែលខ្ញុំធ្វើដំណើរខ្ញុំតែងតែស្នើសុំអ្នកដែលមានសមត្ថភាពខ្លាំងមកជួយខ្ញុំដូចជាវីរបុរសលីអូអញ្ចឹងណាងើមកលីនដាខ្ញុំនឹងជួយអ្នកឯងជួយខ្ញុំអរគុណមួយផ្លែតមនុស្សតែអារម្មណ៍ចង់សម្លាប់ដ៏ខ្លាំងនោះជាអ្វីទៅក្រោយពីនិយាយចប់ពួកគេក៏បានធ្វើដំណើរផ្សងព្រេងជាមួយទាំងពីរ3នាក់ហ្នឹងទៅកំចាត់បិសាចយក្សថ្មបន្ទាប់ពីធ្វើដំណើរអស់រយៈពេលយូរពួកគេក៏បានឈប់សម្រាកមួយផ្លែតក៏មួយសន្ទុះក្រោយមកក៏ជួបប្រទះជាមួយពួកបិសាចប្រយុទ្ធអស់រយៈពេលយ៉ាងយូរក៏បានឈ្នះពួកគេក៏បានសម្រាកដោយសារតែពេលយប់ដែរហើយលីនដាក៏បានសួរតើតើនឹងរឿងស្លាប់ស្ដេចបិសាចហ្នឹងតើមូលហេតុអ្វីដែលជំរុញឲ្យអ្នកចង់សម្លាប់ស្ដេចបិសាចពួកយើងខ្ញុំសូមអភ័យទោសផងតើមានរឿងអីមែនដែលអ្នកចង់និយាយអញ្ចឹងមិនបាញ់និយាយក៏បានដែរកុំបារម្ភអីលីនដាគ្រាន់តែយើងមិនទាន់ត្រៀមខ្លួនក្នុងការឆ្លើយនិយាយវាចេញមកក្រៅបានខ្ញុំក៏ត្រូវការពេលវេលាដែរនៅពេលដែលខ្ញុំបាត់បង់សមាជិកគ្រួសាររបស់ខ្ញុំលីនដាខ្ញុំសង្ឃឹមថាថ្ងៃណាមួយទុកព្រួយនៅក្នុងបេះដូងអ្នកនឹងរសាត់បាត់ពិតមែនហើយហេនឹងមែនយក្សថ្មហ្នឹងហើយវាកំពុងដេកតា
ខ្ញុំបានឃើញវាជាចុងក្រោយនៅប្រហែលជាមួយឆ្នាំមុនវាលូតលាស់លឿនគុណនឹង2នៃទំហំវាពីមុនខ្ញុំពិតជាស្អប់ភាពទន់ខ្សោយរបស់ខ្ញុំណាស់ទោះបីជាមានក្របបែកច្រើនប៉ុណ្ណាក៏ដោយប៉ុន្តែវាដូចជាមិនគ្រប់គ្រាន់ទេម៉ាក់ប៉ាលីណាទៅកន្លែងលាក់ខ្លួនឲ្យឆ្ងាយពីទីនេះបន្តិចហេតែយើងនឹងងាប់ជាមួយក្របបែកហ្នឹងមែនគីជីរ៉ាអ្នកមានគុណទាំងពីរខ្ញុំមិនចង់ឲ្យអ្នកទាំងពីរទៅស្លាប់ទេហើយមើលវាទៅនោះទោះជាអ្នកខ្លាំងប៉ុណ្ណាក៏ដោយប៉ុន្តែនោះមិនមែនជាអ្វីដែលមនុស្សធម្មតាអាចទ្រាំទ្របានទេនោះគឺជាអ្វីដែលមនុស្សធម្មតាគិតប៉ុន្តែពួកយើងនឹងមិនឈប់នោះទេទោះតែយើងកំទេចវាមើលទៅយើងប្រហែលជាមិនអាចទប់ទល់ជាមួយវាបានយូរនោះទេវើយហេលីនដាតើអ្នកឯងពិតជាស្គាល់ Hero Lion មែនទេចាប៉ុន្មានហើយគឺជាបរិបទដែលខ្លាំងអាចសម្លាប់បិសាចស្ដេចបិសាចបានពួកយើងធ្លាប់ជាសមាជិករបស់ Lion តើមានន័យថាម៉េចតែវាបានបញ្ចប់បានមួយឆ្នាំមុនមកម្លេះអូអ្នកឯងមកទីនេះដែរមែនគីជីរ៉ាឯងមកទីនេះដែរពួកយើងដឹងថា Leon កំពុងតែជ្រើសរើសសមាជិកក្រុមដូច្នេះហើយតើយើងទៅទីលានប្រកួតនោះមានតែ2នាក់ប៉ុណ្ណោះដែលជាប់ក្នុងការជ្រើសរើសតេស្តនេះទីបំផុតពួកយើងបានរួមក្រុមជាមួយនឹង Hero ហើយសមុទ្រពឹសព្រៃភ្លើងខ្សាច់រន្ទះការហ្វឹកហាត់របស់ពួកយើងទាំងអស់គឺចម្លែកខ្លាំងណាស់សម្រាប់ពួកយើងវាពិតជាពិបាកខ្លាំងក្នុងអំឡុងពេលនៃការធ្វើដំណើររបស់ពួកយើងនេះចំណងមិត្តភាពយើងនឹង Leon កាន់តែស៊ីជម្រៅទៅហើយនឹងជារៀងរាល់ថ្ងៃពួកយើងពិតជាគោរព Hero Leon ខ្លាំងមែនតើនៅពេលការធ្វើដំណើររបស់យើងឈានចូលឆ្នាំទី3ហេតុការណ៍ដែលអាក្រក់នឹងមិនអាចបានស្មានដឹងបានកើតឡើងចំពោះយើងថ្ងៃដែលពួកយើងចូលរួមប្រកួតប្រជែងដើម្បីរកប្រាក់រង្វាន់ដើម្បីធ្វើដំណើរបន្តនោះក្រុម Hero របស់ Leon នោះគឺ Leon តើនេះប្រកាសជាការប្រកួតដ៏អស្ចារ្យមួយហើយខ្ញុំខ្លាចជាអ្នកគ្រប់គ្រងដ៏ធំធេងរបស់លោកម្នាក់ដែរហើយនេះស្អីគេមិនបាច់ខ្វល់ទេ Leon តែងតែមានអ្នកគ្រប់គ្រងច្រើនអញ្ចឹងហើយមិនបាច់ខ្វល់ពីវាទេតែឯងកំពុងនិយាយពីអីហ្នឹងកាយញ័រហ្នឹងគឺជាកំហុសដ៏ធំមួយគីជីរ៉ាដំណើរផ្សងព្រេងគឺបានបញ្ចប់ត្រឹមនេះហើយជាមួយអ្នកឯងស្អីគេមើលថែខ្លួនឯងផងទេមកនេះឲ្យឆាប់បែងតែឯងកៅឈួតអីហ្នឹងរឿងទាំងអស់ហ្នឹងកើតមកពីឯងហ្នឹង Leon តែឯងកំពុងលេងសើចមួយអញមែនLeon ឯងកំពុងតែលេងសើចទេអញនិយាយត្រូវអត់វាគឺមែនតើណាពួកឯងទាំងពីរនាក់មានចំណេះដឹងមានអីអស់ហើយតាមានថាអំពលអស់ហើយកន្លែងនេះទូអនឆ្លោះគ្នាមិនតែនោះចេះសម្រាយខ្លាចប្រេងខ្ញុំសុំកាត់ទៅហ្មងដោយសារ Leon ធ្វើមកក្បាច់ព្រោះបាត់ឆ្កែខ្ទែប្រូ Leon ពងគួរស្អីដែរពីណាយំទៅអត់ខ្វល់បាយទុកឲ្យពីអ្នកនេះវេទនីទំមតែបានខ្លាំងដល់បច្ចុប្បន្ននៅខែអតីតកាលក៏ពីអ្នកនេះបានយំម្នាក់ស្រីនោះក៏អត់សុំទោសដែលធ្វើឲ្យវាយំអញ្ចឹងណាពីអ្នកហ្នឹងក៏ចាប់ផ្ដើមទៅកំចាត់អាយៈថ្មហ្នឹងកម្មាដោគ្រប់បែកគ្រប់អាយៈថ្មហ្នឹងយកទៅមកអនាគេរំខានអញចេញមកភ្លាមអ្នកចម្បាំងហ្នឹងគេជីរ៉ានឹងកំតិចអាយៈថ្មស្អីគេសម្រាប់យើងមនុស្សហ្នឹងហ៎តែឯងកំពុងធ្វើអ្វីតែកំពុងគិតអីយកគ្រប់បែកមកហ្នឹងគ្មានលបើកអាយក្រោះផងយកមកដាក់វាភ្ញាក់ហ្នឹងស្លាប់វានៅពេលវានិយាយគឺមិនសមទេស្អីគេតោះទៅប្រយុទ្ធឈប់សិនពួកឯងកំពុងតែទៅស្លាប់ហើយណាគ្មានផ្លូវដែលពួកយើងស្លាប់ទេដរាបណាមិនទាន់ឲ្យលីអូឃើញនឹងយំសោកស្ដាយចំពោះការបោះបង់ពួកយើងចោលចុយអាយៈនេះធំតើវាមានចំណុចខ្សោយអត់ណោះភ្នែករបស់វាល្បឿនមនុស្សប៉ុន្តែចង់កំតិចភ្នែកយើងគឺបង្កើនមកពីថ្មណាគ្មានចំណុចខ្សោយទេអើយដីបានខ្ទេចហើយមិនអាចបំលាស់ទីបានទេដីបានខ្ទេចហើយងាប់ទៅគីជីរ៉ាកម្លាំងវាខ្លាំងណាស់គីជីរ៉ាតែឯងមិនហើយគីជីរ៉ាតែឯងកំពុងធ្វើអីហ្នឹងអស្ចារ្យណាស់គីជីរ៉ាខ្ញុំមិនអាចប្រើថាអំពើ Magic Healing មែនទេវីតាមីនខ្សោយដូចជាវីតាមីន Healing គឺមិនអាចស័ក្តិសមនឹងខ្ញុំបានទេអញពិតជាស្អប់ក្នុងការប្រាប់ថាអញចេះវាពី Leon អញត្រូវហាត់ហើយហាត់ទៀតនៅចុងក្រោយវាបានថាអំពើនេះមកខ្ញុំអញគិតថាយើងអាចកំទេចវាបានតោះគីជីរ៉ាក្រោយពេលចំណាយពេលយ៉ាងយូរក្នុងការប្រយុទ្ធមានតែរបួសត្រូវបានជាក់វាយវិចកាប់ផងអីផង
ចុងក្រោយពួកគេក៏បានជោគជ័យក្នុងការផ្ដួលឲ្យយកថ្មឲ្យ Linda បាន Linda នេះគ្មានបានប្រយោជន៍អីទេដូចអាចចឹងប៉ុន្តែអាចារ្យហ្នឹងតន់ស្បាយអត់បានផងអាចារ្យហ្នឹងគឺមិនទាន់ស្លាប់ទេហើយពួកគេក៏បានប្រើ The Slash ចុងក្រោយគឺងាក់តែម្ដងមានរឿងអីកើតឡើងហ្នឹងចុងក្រោយក៏ success ទៅ Linda ក៏បានសប្បាយចិត្តព្រោះអីបានសងសឹកឲ្យគ្រួសាររបស់គេវិញចឹងណាហើយក៏ Linda ក៏បានចូលរួមជាមួយនឹងក្រុម Rebel Kijira យើងដោយសារតែគេឃើញគេខ្លាំងចឹងហើយណាចៅឲ្យចូលបានកាត់ចូលមក Sing Leon វិញនិង Kijira វាកំពុងតែព្យាយាមខ្លាំងមែនតើពួកវាបានចូលទៅលើអាវិស័យដើម្បីបង្កើន level ពួកវាហេមើលទៅលើអាពីរអ្នកនោះស្អីគេអញធ្លាប់ឃើញអ្នកចម្បាំងជាច្រើនមកប៉ុន្តែពួកវាគឺអញដូចជាធ្លាប់ឃើញវាពីមុនមកជាមួយអាណាគេម្នាក់ទៀតអត់ទេអញដឹងថានៅអតីតកាលរបស់ពួកវា Leon នេះឯងនឹងសោកស្ដាយនឹងភ័យញាប់ញ័រទៅម្ដងដែលបានបោះបង់ពួកយើងចោល